ba chục triệu xu bongប្អូនបាទថ្ងៃនេះគឺខ្ញុំកាត់បានឡាន Highlander មួយគ្រឿងទៀតហើយបងប្អូនអើយបាទ Highlander 01បាទ01ប៉ុង1 limited បាទ01ប៉ុង1 limited ហើយឡាននេះគឺនៅក្នុងខេត្តបាត់ដំបងតែម្ដងបងប្អូនបាទប្រសិនបើបងប្អូនចង់បានតេតិនជាមួយនឹងឡាន Highlander ជិះនៅក្នុងរដូវបុណ្យចូលឆ្នាំខាងមុខយើងនេះបាទបងប្អូនអាចខលមកដោយសារតែឡានមួយគ្រឿងនេះគឺតម្លៃធូរមែនតែនបងប្អូនបាទហើយកាត់មកបានយប់មិញនឹងឯងបាទហើយយកមកដល់ឥឡូវនេះព្រឹកនេះក៏បានផ្សព្វផ្សាយជូនឲ្យបងប្អូនប្រុសស្រីក្រែងលោកបងប្អូនប្រុសស្រីណាដែលគាត់មានចំណាប់អារម្មណ៍តាក់ទិនជាមួយនឹងទិញឡានយកទៅជិះនៅក្នុងរដូវបុណ្យចូលឆ្នាំទៅជួបបងប្អូនសាច់ញាតិទីរួមខេត្តអីផ្សេងគឺបងប្អូនអាចមើលបាទទៅលើ Highlander មួយគ្រឿងនេះបងប្អូនបាទ Highlander គឺជាប្រភេទឡានមួយដែលថាធន់មាំល្អធំទូលាយហើយជាប្រភេទឡានមួយដែលបងប្អូននឹងស្រាប់ហើយបាទ01មកដល់ឥឡូវគឺ24ឆ្នាំហើយបងប្អូនអញ្ចឹងវានៅមកល្មមកគួសមអញ្ចឹងណាបងប្អូនបាទខ្ញុំមិនហ៊ាននិយាយថាឡានថ្មីទេដោយសារតែ21ឆ្នាំហើយ24ឆ្នាំហើយបងប្អូនអញ្ចឹងវាអត់ថ្មីទេអញ្ចឹងណាបាទហើយឡាននេះគឺជាប្រភេទឡានដែលមកទឹកពីទឹកនៅក្នុងស្រុកយើងបាទមានឡានជជុះនៅក្នុងស្រុកគេបាទគេឈប់ប្រើអញ្ចឹងទៅគេក៏បានលក់មកឲ្យយើងប្រើនៅក្នុងស្រុកខ្មែរបាទឃើញថាឡានប្រភេទនេះគឺសម្បូរគ្រឿងបងប្អូនខូចកន្លែងណាគឺធ្វើកន្លែងនឹងបានហ្មងហើយធ្វើម្ដងមិនជាអស់ច្រើនទេបាទហើយបើសិនជាបងប្អូនណាបាទនៅតែស្នេហាវិស័យផ្នែកខាង Highlander បាទបងប្អូនអាចខលមកបាទខលមកឡានមួយគ្រឿងនេះគឺនៅស្អាតមកល្មមមកគួរសមដែលថាយើងទៅប្រើប្រាស់ជាលក្ខណៈគ្រួសារបានអីបានមកល្មមអញ្ចឹងណាបងប្អូនបាទ01បងប្អូនបាទ01ប៉ុង1 limited បើកតបូលក្នុងលឿងបងប្អូនបាទបងប្អូនមើលអេតាវាចាស់ពីខាងក្រៅបងប្អូនអើយឡើងឆ្វាចបាទមើលបងប្អូនមើលស្រោមពុកឯបាទមើលហើយខ្ញុំទិញមកអត់មានធ្វើអីទេបងប្អូនអើយបាទលាងតទឹកបាទនេះលីកូតផវាតាមកជាទ្វារនេះបាទតាមដៃទ្វារនេះគឺអត់មានច្រេះទេបាទដូចខ្ញុំនិយាយទៅក្នុងវីដេអូមុនអញ្ចឹងណាបងប្អូនបាទយើងទិញឡានមកទឹកណាបាទវាតែងតែមាននេះមាននោះអីកលិតកលាញអីតិចតួចកិច្ចវាមិនផុតទេបាទបើសិនជាបងប្អូនចង់បានឆ្វាចល្អភ្លឹងបដ ாய் បងប្អូនអាចទិញឡានខ្លាញ់គោបាទប៉ុន្តែឡានខ្លាញ់គោក៏ដូចគ្នាដែរបងប្អូនបាទឡានខ្លាញ់គោប្រសិនជាវាខូចណាដែលប្រការណាមួយវាមិនងាយខូចទេឡានខ្លាញ់គោបាទប៉ុន្តែប្រសិនបើក្នុងករណីដែលវាខូចបាទវាខូចបងប្អូនដឹកទៅទុកចោលហើយមិនដឹងទៅធ្វើនៅណាធ្វើនៅក្រុមហ៊ុនម្ដងកន្លះខែមួយខែមិនដឹងទេបងប្អូនអើយបាទហើយបើសិនជាប្រភេទឡានជជុះមកទឹកយើងនេះបាទនៅកន្លែងណាក៏មានគ្រឿងដែរបងប្អូនមានគ្រឿងគ្រប់កន្លែងបដ ாய் ហើយឥឡូវជាងបងប្អូនអូយរីកដោះដាលដូចផ្សិតចឹងបងប្អូនកន្លែងណានៅតាមភូមិតាមស្រុកតាមខេត្តណាក៏មានជាងឡានដែរបងប្អូនហើយឡាននេះគឺជាងណាក៏ចេះធ្វើដែរបងប្អូនណាបាទជាងណាក៏ចេះធ្វើដែរហើយរឿងតាក់ទិនជាមួយនឹងការជិះណាបងប្អូនជិះទៅដល់ណាក៏បានដែរពោធិ៍សាត់បាត់ដំបងទីមានជ័យបៃលិនគួងសំកោះកងកបរតនគិរីមណ្ឌលគិរីក៏ចេះស្ទឹងត្រែងអីបានមកសេទាំងអស់ម្ដងបាទរត់អត់ឈប់ទេបងប្អូនមានកម្លាំងបើកដល់ណាដូចវាដល់ហ្នឹងឯងបាទមិនឡាន24ឆ្នាំហ្នឹងបើកអត់បានទេណាបងប្អូន25ខេត្តក្រុងនៅក្នុងប្រទេសខ្មែរបាទបើសិនជាគេច្បាប់គេអនុញ្ញាតឲ្យយើងបើកទៅស្រុកគេបានណាបាទយើងបើកទៅស្រុកគេបានទៀតបាទប៉ុន្តែខ្លាចក្រែងថៃទេបើសិនជាបើកទៅប្រទេសថៃយើងឆ្វេងគេស្ដាំអញ្ចឹងវាពិបាកងាស់ទៅងាស់មកអញ្ចឹងទៅវាពិបាកអញ្ចឹងយើងបើកនៅក្នុងស្រុកយើងទៅបងប្អូននៅក្នុងប្រទេសខ្មែរយើងទៅបាទដើរលេងបងប្អូនអើយនៅក្នុងរដូវចូលឆ្នាំអញ្ចឹងដើរលេងបានមួយសេតបដ ாய் បាទមួយឆ្ងាញ់គ្នាបងប្អូនមានសមាជិកត្រឹមតែ5 6នាក់ឡាន Highlander មួយប៉ុណ្ណេះហ៎បងប្អូនជិះឆ្វាចបាទជីហើយមកចូលឆ្នាំលក់វិញក៏បានដែរបាទហើយតែទៅពេលលក់វិញគឺយកលក់មកឲ្យខ្ញុំវិញបងប្អូនបាទនេះ Highlander 01បងប្អូនមើលពីក្រោយនេះមើលខ្ចៅអត់មានធ្លាប់ដោះទេនេះឃើញទេបាទអត់មានធ្លាប់ដោះធ្លាប់អីទេបាទខ្ញុំថតឲ្យបងប្អូនមើលទាំងអស់អញ្ចឹងណាបងប្អូនបាទតាមប្លុកនេះអីហ្នឹងគឺថតឲ្យបងប្អូនអានេះក្នុងលឿងបងប្អូនបាទក្នុងលឿងបាទក្នុងលឿងហើយគូក្រោយគូរួយអានេះអត់មានក្រាស់ទេបាទបើ Highlander មុនអាហ្នឹងមានក្រាស់បាទ Highlander ខ្ញុំបោកពុកមុននោះ
miền kia bàn tay này miền kia tê bằng ôn sang sấp bà khla na có bong ôn khla cả quạt cho chất pra kia tao khla na bong ôn khla cả quạt ắt cho chất pra kia tao bà để tay kia là kia viên xòm chạy bà xòm chạy thả bị ca bàn trao là hô từ đó là 50 rồi bỏ dừng ở sâu miền lối đó bong ôn bà bàn tay bong ôn miền lối tràn hơi bong ôn chạy sang tàu bà bong ôn đang sạp ấy mà rồi cái lỗ cứ viết si hai chiếc tung ai 8 lít ឬមួយក៏10 លីត្រអីចឹងទៅតាមស្ថានភាពយើងជន់លឿនយឺជន់យឺចឹងណាបាទបើសិនជាសាំងអស់ចំណាយថវិកាអស់100 គីឡូអស់ 50000 បាទអានេះអស់តែ 25000 ទេបាទនៅខាងគេណាគេអស់តែ 25000 ទេប៉ុន្តែបងប្អូនមួយចំនួនខ្លះគាត់មានអារម្មណ៍គាត់គិតថាអេប្រើហ្គាសខ្លាចផ្ទុះបាទខ្លាចផ្ទុះប៉ុន្តែបងប្អូនណាឡានចាក់សាំងក៏ផ្ទុះដែរបាទឡានចាក់សាំងក៏ឆេះដែរបាទបងប្អូនឃើញទេ Range Rover អីណានៃរត់តាមផ្លូវលឿនៗឃើញឆេះតែយ៉ាងហ្នឹងមិនដែលមានឆេះ Highlander លុចស៊ីទេហើយក៏មិនសូវមានឆេះឡានដាក់ហ្គាសដែរឆេះតែឡានសាំងហ្នឹងឯងតាមការពិតឆេះឡានឆេះហ่าបងប្អូនមិនមែនសំដៅទៅលើហ្គាសទេបាទគឺវាជាប្រភេទប្រព័ន្ធភ្លើងណាមួយដែលកដោកកាត់វាកកិតវាអីចឹងមកហើយយើងអត់ដឹងចឹងទៅយើងចេះតែជិះឬមួយក៏ជិះក្តៅពេកអីចឹងទៅបាទវាឆ្លងគប់ពេភ្លើងអីចឹងទៅបាទមិនថាឡានសាំងមិនថាឡានហ្គាសទេបងប្អូនអត់តែដាច់ខ្សែភ្លើងគប់ពេភ្លើងវាឆេះដូចតែគ្នានឹងឡានណាក៏ដូចឡានណាដែរបងប្អូនអើយបាទអញ្ចឹងបងប្អូនបាទឃើញបងគាត់រត់តាក់ស៊ីណាបងប្អូនឃើញទេរត់មួយថ្ងៃវោះល្ងាចបងប្អូនដែលមានគេឆេះអត់មិនងាយឃើញមានទេបាទហើយជាពិសេសប្រព័ន្ធគ្រាសហ្នឹងគឺយើងឧទាហរណ៍ថាបើសិនជាវាដាច់ធ្លាយនៅតំបន់ណាមួយប្រព័ន្ធវាហ្នឹងបិទគ្រាសអូតូម៉ាទិកតែម្ដងបាទអញ្ចឹងបងប្អូនមិនខ្លាចទេមិនមែនខ្ញុំថាអេផ្សព្វផ្សាយខ្លួនឯងមានឡានគ្រាសលក់ឡានដាក់គ្រាសលក់ផ្សព្វផ្សាយនិយាយអំពីអត្ថប្រយោជន៍គ្រាសហ្នឹងមិនមែនអញ្ចឹងទេដោយសារតែខ្ញុំនឹងអ្នកប្រើប្រាស់ផ្ទាល់តែម្ដងហើយអ្នកនៅជាមួយនឹងឡានហ្គាសរាល់ថ្ងៃបងប្អូនបាទឡានសាំងក៏យើងជួបឡានហ្គាសក៏យើងជួបបាទហើយឡានខ្ញុំជិះនឹងក៏ដាក់ហ្គាសដែរអញ្ចឹងខ្ញុំជិះឡានដាក់ហ្គាសហ្នឹងខ្ញុំសាំងខ្ញុំអត់សូវចេះប្រើទេដោយសារតែខ្ញុំអត់សូវមានលុយអញ្ចឹងណាអត់សូវមានលុយចាក់សាំងអញ្ចឹងហើយខ្ញុំជិះឡានហ្គាសទេខ្ញុំជិះឡានហ្គាសហ្នឹងតាំងតែពីឆ្នាំ2004មកម្លេះបងប្អូនបាទជិះតាំងពីឆ្នាំ2004មកម្លេះអញ្ចឹងហើយគឺដាក់ហ្គាសកាលហ្នឹងដាក់ហ្គាសឆ្នាំងផងបាទតម្រាំតែឥឡូវហ្គាសហឺអាហ្គាសប៊ិចគេទំនើបស្អាតល្អជិះដូចតែសាំងដែរបងប្អូនបាទអញ្ចឹងបងប្អូនណាបើសិនជាបងប្អូនចង់បានបងប្អូនអាចខលមក